ការធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់បាននាំឲ្យក្រុមសិស្សបកហូសានមកដល់ទីតាំងអាថ៌កំបាំងមួយសម្លេងស្លឹកឈើនិងខ្យល់បក់រំភើយបានធ្វើឲ្យបរិយាកាសកាន់តែស្ងប់ស្ងាត់ខណៈពេលដែលពួកគេម្នាក់ៗកំពុងសម្លឹងមើលទៅខាងមុខដោយក្តីចង់ដឹងចង់ឃើញនៅចំពោះមុខពួកគេគឺស្រះទឹកដ៏ធំល្វឹងល្វើយផ្ទៃទឹកថ្លាឆ្វង់ឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យយ៉ាងស្រស់ស្អាតហុំព័ទ្ធទៅដោយជួរភ្នំនិងរុក្ខជាតិតូចធំយ៉ាងស្រស់បំព្រងទីនេះហើយគឺជាស្រះអាទិទេពដែលជាទីតាំងដ៏អាថ៌កំបាំងនិងពោរពេញទៅដោយថាមពលធម្មជាតិបែកឆន់និងមិត្តភ័ក្តិរួមដំណើរចូលផ្លឹកសម្លឹងមើលភាពស្អាតបាតនិងស្ងប់ស្ងាត់នៃស្រះទឹកនោះទាំងបើកភ្នែកធំៗដោយមិននឹកស្មានថានៅកណ្ដាលព្រៃជ្រៅបែបនេះមានទីតាំងអស្ចារ្យយ៉ាងនេះឡើយអូហូស្អាតខ្លាំងណាស់នៅពេលដែលគ្រប់គ្នាកំពុងតែរំភើបនឹងទិដ្ឋភាពដ៏ស្រស់ស្អាតបុរសមាសធំសក់ក្រហមដែលជាម្ចាស់វិមានសត្វក៏បានឈប់អាកដំណើរបន្តិចរួចងាកមកមើលក្រុមសិស្សបកហូសានវិញគឺស្រះអាទិទេពមានន័យថាជាស្រះទឹកដែលអាទិទេពគង់នៅមែនទេជុងមយងនិងសមាជិកបកហូសានឯទៀតបានសម្ដែងការឆ្ងល់និងងឿងឆ្ងល់ជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងនេះខ្ញុំមិនអាចបន្តដំណើរទៅមុខទៀតបានទេអូចឹងចាប់ពីត្រឹមនេះទៅពួកយើងត្រូវជុងមយងសម្លឹងមើលទៅមុខដោយក្តីសង្ស័យខណៈដែលសត្វសម្ពូនតូចនៅលើស្មារបស់គេក៏ងើបក្បាលឡើងទាំងភ្ញាក់ផ្អើលដូចគ្នាចាំសិនវាមានបញ្ហាតូចតាចមួយមានបញ្ហាភ្លាមនោះបរោះមេធំសក់ក្រហមបានលូកដៃចូលទៅក្នុងអាវរួចទាញយកសាច់សត្វស្ងោរឆ្អិនយ៉ាងធំមួយដុំធំចេញមកក្រៅធ្វើឲ្យអ្នករាល់គ្នានៅទីនោះស្រឡាំងកាំងមើលដោយភ្នែកខ្លួនឯងប្រសើរជាងឲ្យខ្ញុំពន្យល់ដោយមិនបង្អង់យូរបរោះមេធំបានក្រវីដៃបោះដុំសាច់ចំនីយ៉ាងធំនោះតម្រង់សម្ដៅទៅរកផ្ទៃទឹកនៃស្រះអាទិទេពយ៉ាងលឿនស្លេវដុំសាច់ដ៏ធំបានធ្លាក់ចុះទៅលើច្រាំងក្បែរមាត់ទឹកយ៉ាងចាំងភ្នែកបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សបកហូសានបែកឆន់បើកភ្នែកធំទាំងភ្ញាក់ផ្អើលជាខ្លាំងសាច់សកម្មភាពបោះសាច់ទៅជិតមាត់ទឹកនោះបានធ្វើឲ្យគ្រប់គ្នានៅតែសម្លឹងមើលទៅស្រះទឹកដ៏អាថ៌កំបាំងនោះដោយរងចាំមើលថាមានអ្វីកើតឡើងបន្តទៀតនៅកន្លែងស្រះអាទិទេពមួយនេះដុំសាច់ចំនីដ៏ធំពីរដុំធ្លាក់ចុះទៅលើស្មៅក្បែរច្រាំងទឹកយ៉ាងមានរបៀបរលកទឹកតូចបោកបក់មកប៉ះច្រាំងស្ងាត់ហាក់បីដូចជាគ្មានអ្វីកើតឡើងតតែសោះក្រុមសិស្សបកហូសានរួមទាំងម្ចាស់វិមានសត្វមាសធំឈរសម្លឹងមើលទៅដុំសាច់នៅឯច្រាំងទឹកពីចម្ងាយដោយអារម្មណ៍ស្រពេចស្រពិលនិងងឿងឆ្ងល់ជាខ្លាំងបែកឆន់ងាកមើលទៅច្រាំងទឹកទាំងទល់គំនិតរួចពោលឡើងដោយក្តីឆ្ងល់តើវាជាស្អីឲ្យប្រកាសទៅមិនទាន់ទាំងនិយាយផុតពីមាត់ផងស្រាប់តែផ្ទៃទឹកដ៏ស្ងប់ស្ងាត់បានផ្ទុះឡើងយ៉ាងខ្លាំងក្លារលកទឹកខ្ពស់ក៏ពពកបាញ់ឆ្ពោះឡើងលើមេឃខណៈដែលមានស្រមោលខ្មៅងងឹតដ៏ធំសម្បើមមួយរំកិលខ្លួនចេញពីបាតស្រះយ៉ាងលឿនយូអ៊ីសូនិងសមាជិកបកហូសានម្នាក់ទៀតបើកភ្នែកធំសម្លឹងមើលទៅលើមេឃទាំងស្រឡាំងកាំងព្រោះតែតក់ស្លុតនឹងអ្វីដែលកំពុងតែលេចរូបរាងឡើងបែកឆននិងជូកក៏តក់ស្លុតមិនចាញ់គ្នាដែរពួកគេទាំងពីរសម្លឹងមើលទៅទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតនៅចំពោះមុខដោយអត់ទ្រាំមិនបានជុំមយងសម្លឹងមើលទៅលើដោយកែវភ្នែកបើកធំដំណក់ទឹកខ្ទាតប៉ះផ្ទៃមុខរបស់គេខណៈដែលគេកំពុងតែភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអានុភាពដ៏គួរឲ្យភ័យខ្លាចនេះសត្វពស់អាតកំបាំងទំហំយក្សខ្ពស់កប់ពពកបានស្ទុះចេញពីផ្ទៃទឹកបង្កើតបានជាពពកអាប់និងអិនទុយ៉ាងស្រស់ស្អាតនៅជុំវិញខ្លួនរបស់វាខណៈដែលវាកំពុងតែឱនក្បាលចុះមកក្រោមសម្ដៅរកដុំសាច់នោះកែវភ្នែកពណ៌ក្រហមឆ្អិនឆ្អៅដូចឈាមរបស់សត្វពស់យក្សនោះបានសម្លឹងមើលមកកាន់ក្រុមសិស្សបកហូសានយ៉ាងគួរឲ្យព្រឺតព្រួលដោយរំលេចចេញនូវរូបភាពសោកសៀតនៃក្រុមមនុស្សតូចៗទាំងនោះនៅក្នុងប្រស្រីភ្នែករបស់វាសត្វពស់យក្សដ៏ខ្ពស់ស្កឹមស្កៃបានបើកមាត់ដ៏ធំរបស់វាលេបត្របាក់ដុំសាច់ចំនីទាំងពីរដុំនោះក្នុងមួយម៉ាត់យ៉ាងរហ័សខណៈដែលក្រុមបកហូសានបានត្រឹមតែឈរមើលស្ងៀមក្រោមអានុភាពគៀបសង្កត់ដ៏គួរឲ្យតក់ស្លុតនៃសត្វអាថ៌កំបាំងមួយនេះកន្ទុយដ៏វែងអន្លាយនិងខ្មៅរលោងរបស់ពស់យក្សបានបក់បោកផ្ទៃទឹកបង្កើតជារលកទឹកបក់យ៉ាងខ្លាំងក្លាមុនពេលដែលវាមូលខ្លួននិងរៀបចំពន្លិចខ្លួនចូលទៅក្នុងបាតស្រះវិញភាពស្ងប់ស្ងាត់បានគ្របដណ្ដប់លើព្រៃឈើជាថ្មីម្ដងទៀតបន្ទាប់ពីសត្វពស់យក្សបានមុជបាត់ចូលទៅក្នុងបាតស្រះវិញក្រុមសិស្សបកហូសាននិងម្ចាស់វិមានសត្វឈរស្ងៀមធ្មឹងហាក់បីដូចជាមិនទាន់បាត់ភ័យតក់ស្លុតនៅឡើយអីគេមិញហ្នឹងបែកឆន់បើកភ្នែកធំស្រែកឡើងទាំងស្លន់ស្លោនិងភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញទំហំដ៏ធំសម្បើមនៃសត្វអាសេរពឹសអាថ៌កំបាំងនោះស្អីគេនឹងបែកឆន់រត់ទៅជិតម្ចាស់វិមានសត្វទាំងស្លន់ស្លោរួចស្រែកសួរដោយទប់អារម្មណ៍មិនជាប់ព្រោះតែរូបរាងដ៏គួរឲ្យខ្លាចនិងទំហំដ៏ធំសម្បើមដែលគេទើបតែបានឃើញអំបញ្ញមិញនឹងវាជាស្អីទៅវាធំខ្លាំងណាស់ជុំមយងដែលឈរនៅក្បែរនោះស្រាប់តែសើចឡើងទាំងស្ងួតបំពង់កនិងទប់គេឈរអោបដៃដោយស្នាមញញឹមមុននឹងបញ្ជាក់ពីបញ្ហាពិតប្រាកដដែលរារាំងមិនឲ្យពួកគេចូលទៅយកឱសថទឹកទាស្បាននេះហើយជាបញ្ហាតូចតាចដែលធ្វើឲ្យពួកយើងមិនអាចទៅយកឱសថទឹកពូញៀនបាននោះស្រះទឹកដ៏ធំល្វឹងល្វើយបានត្រឡប់មកស្ងប់ស្ងាត់វិញប៉ុន្តែសម្លេងស្រែកតវ៉ារបស់ជុងមយងបានលាន់ឮឡើងពាសពេញផ្ទៃមេឃទីនេះជាកន្លែងស្អីទៅហេតុអីបានជាមាននាគគ្រោះនៅក្នុងនេះម្ចាស់វិមានសត្វមាសធំងាកមកមើលជុងមយងរួចពន្យល់ដោយទឹកមុខញញឹមស្រស់និងមិនខ្វល់ខ្វាយពីការភ័យខ្លាចរបស់សិស្សបកហូសានឡើយនាគជាសត្វនៅក្នុងអក្សរសិល្ប៍តាសតមួយនឹងវាជាពស់ថ្លាន់ឈាមស្រកាមឹកតើជុំមយងខឹងសម្បាយ៉ាងខ្លាំងរួចស្រែកតបទៅវិញទាំងទប់ចិត្តមិនបានវាខុសគ្នាតង់ណាអានឹងក៏ជាសត្វក្នុងអក្សរសិល្ប៍ដូចតែគ្នានឹងតើមែនទេម្ចាស់វិមានសត្វនៅតែព្យាយាមអះអាងថាសត្វនោះមានពិតប្រាកដខណៈដែលជុំមយងលើកដៃខ្ទប់មុខខ្លួនឯងទាំងអស់សង្ឃឹមនឹងទល់គំនិតជាខ្លាំងតែឯងបានឃើញវាច្បាស់នឹងភ្នែកហើយតើអាណាទៅដឹងខ្ញុំពិតជាល្ងងមែនដែលលួចគិតថាកន្លែងនេះល្អតែមួយផ្លេតនោះ
ផ្ទៃទឹកនៃស្រះអាទិទេពរលកបោកបោកល្វើយៗខណៈដែលជុំមយងនៅតែនឹកឃើញដល់គំនិតដំបូងរបស់គេនៅពេលមកដល់ទីនេះខ្ញុំឆ្ងល់ណាស់ថាយ៉ាងម៉េចបានជាមនុស្សរស់នៅតែលើដីខ្សោះជីជាតិទាំងដែលមានដីមានជីជាតិបែបនេះតែចុះអាណាទៅអាចរស់នៅកន្លែងបែបហ្នឹងកើតទៅស្រមោលអាប់ក្រាស់ខ្មឹកគ្របដណ្ដប់លើរាងកាយដ៏ខ្មៅរលោងរបស់សត្វពស់ថ្លាន់ឈាមស្រកាមឹកខណៈដែលកែវភ្នែកពណ៌ក្រហមឆ្អិនឆ្អៅរបស់វានៅតែបញ្ចេញពន្លឺគួរឲ្យតក់ស្លុតស្រកាដ៏រឹងមាំរបស់វាអាចការពារបានទាំងមុខដាវនិងថាមពលរបស់កំពូលអ្នកក្លាហានហើយកម្លាំងមហិមានៃការបោកកន្ទុយតែមួយស្ទើរតែអាចផ្លាស់ប្ដូរភូមិសាស្ត្រដីភ្នំបានទៅហើយសត្វអសិរពិសមួយក្បាលនេះគឺជាបិសាចដ៏សាហាវព្រៃផ្សៃពិតៗបែកឆានសម្លឹងមើលទៅមុខទាំងញើសជក់ផ្ទៃមុខរួចសួរទៅកាន់ម្ចាស់វិមានសត្វទាំងសម្លេងញ័ររន្ធត់សូម្បីតែលោកម្ចាស់វិមានសត្វក៏មិនអាចបង្ក្រាបវាបានដែរឬខ្ញុំក៏មិនប្រកាសដែរលុះត្រាតែបានប្រយុទ្ធគ្នាតទល់តែដូចដែលបានដឹងស្រាប់ហើយខ្ញុំមិនអាចឈានជើងចូលទៅក្នុងតំបន់នោះបានឡើយម្ចាស់វិមានសត្វឈរអបដៃនិយាយយ៉ាងស្ងប់ស្ងាត់ជាមួយក្រុមសិស្សបហូសានដោយបញ្ជាក់ថាពស់ថ្លាន់ឈាមស្រកាមឹកមិនដែលចាកចេញពីស្រះទឹកនោះឡើយវិមានសត្វគ្មានហេតុផលត្រូវចូលទៅហើយវាក៏គ្មានហេតុផលត្រូវចេញមកដូចនេះហើយទើបពួកគេរស់នៅដូចជាអ្នកជិតខាងដែលមិនដែលរំខានគ្នាទៅវិញទៅមកហើយក៏គ្មានតម្រូវការដេញឬកំទេចវាចោលដែរស្រះអាទិទេពដ៏ធំល្វឹងល្វើយទៅលុបមកស្ងប់ស្ងាត់វិញប៉ុន្តែបញ្ហាដ៏ធំបំផុតនោះគឺឲ្យតែមានអ្វីមួយឈានជើងចូលទៅក្នុងស្រះទឹកនោះវានឹងវាយប្រហារដោយគ្មានលើកលែងឡើយគ្រប់គ្នាសម្លឹងមើលទៅផ្ទៃទឹកល្វឹងល្វើយដោយទល់គំនិតដើម្បីទទួលបានឱសថទឹករាជិនីពួកគេត្រូវតែចុះទៅក្នុងស្រះអាទិទេពនោះហើយនោះមានន័យថាពួកគេត្រូវតែតតាំងជាមួយពស់ថ្លាន់ឈាមស្រកាមឹកដ៏គួរឲ្យភ័យខ្លាចនោះជាដាច់ខាតជុំមយងស្ទុះទៅវាស្មាមាសាច់ដុំរបស់ម្ចាស់វិមានសត្វមាធំលាន់ស្ពៃរួចស្រែកតវ៉ាទាំងខឹងសម្បាជាខ្លាំងលោកឯងថាបញ្ហាតូចតាចអាជឿនរស់នឹងស្លាប់នឹងលោកឯងថាបញ្ហាតូចតាចហេមនុស្សយើងស្លាប់ទៅដូចជាធូលីដីអីចឹងមែនទេសូមប្រពុតប្រោសបាយឆន់ប្រញាប់និយាយកែតម្រង់ភ្លាមអាប្អូនចង្រៃពួកយើងជាអ្នកសច្ចំព្រឹទ្ធាចារ្យតើត្រូវនិយាយថាសូមអតិទេពប្រោសជុំមយងស្រែកឡើងទាំងកំហឹងនិងស្លន់ស្លោពេញទំហឹងដោយមិនខ្វល់ពីពាក្យកែតម្រង់របស់រាមច្បងឡើយពេលនេះទោះជាប្រពុតឬអតិទេពក៏ដោយឲ្យតែឈានជើងចូលទៅគឺមានតែផ្លូវស្លាប់មួយគត់ជុំមយងលើកដៃក្រវីក្រវ៉ាត់ទាំងមុខឡើងក្រហមខឹងសម្បារហូតដល់លៀនអណ្ដាតនិងស្រែកខ្លាំងៗដោយមិនខ្វល់ពីលក្ខណៈអាកប្បកិរិយាអ្វីទាំងអស់មិនថាតាវឬលោកសង្ឃទេឲ្យតែហ៊ានចូលទៅគឺតែមួយញ៉ាំប៉ុណ្ណោះគ្រប់គ្នានឹងស្មើភាពគ្នានៅចំពោះមុខក្រញាំធ្គាមអាសត្វមួយក្បាលស្រះទឹកនៅតែបោកបោកប៉ុន្តែទំហំនៃកម្លាំងប្រយុទ្ធរបស់សត្វអសេរពិសនោះនៅតែដិតជាប់ក្នុងខួរក្បាលរបស់ជុំមយងទោះជាធម្មពលរបស់ព្រឹទ្ធាចារ្យប៉ាអ៊ូដាំងឬក្បាច់អាវុធសម្ងាត់ស្រោចធម្មពលផ្ទៃក្នុងរបស់មេប៉ាតាំងក៏ដោយក៏ប្រហែលជាមិនអាចធៀបនឹងការត្របាក់ខាំតែមួយម៉ាត់របស់សត្វបិសាចនោះដែរជុំមយងសម្លឹងមើលទៅមុខដោយកែវភ្នែកប្រៀបដូចជាមនុស្សអស់សង្ឃឹមស្បែកមុខរបស់គេពោពេញទៅដោយញើសជក់គេបានត្រឹមតែលួចតូចចិត្តនិងស្ដាយក្រោយយ៉ាងខ្លាំងដែលខំមានសង្ឃឹមនិងគិតថាសំណាងរបស់ខ្លួននឹងល្អនៅពេលមកដល់វិមានសត្វមួយនេះជូហ្គលធ្វើមុខជូរអែមទាំងទល់គំនិតរួចសួរទៅកាន់ជុំមយងដោយក្តីបារម្ភយ៉ាងខ្លាំងតើពួកយើងអាចយកឈ្នះវាដោយរបៀបណាទៅជុំមយងស្រែកតបវិញទាំងខឹងសម្បានិងមិនខ្វល់ខ្វាយអ្វីទាំងអស់មិនក៏សួរអញ្ចឹងវាគ្រាន់តែជាសត្វធាតុមួយក្បាលប៉ុណ្ណោះឲ្យតែខ្ញុំវាយវាអស់ពីកម្លាំងគង់តែវាងាប់ដូចតែគ្នានឹងជុំមយងស្រែកក្តែងទាំងក្តាប់ដៃយ៉ាងតឹងខណៈដែលបៃឆន់ឈរមើលពីចម្ងាយទាំងញើសជក់មុខនិងលួចគិតក្នុងចិត្តដោយក្តីព្រួយបារម្ភអាសត្វមួយក្បាលនឹងវាមិនមែនជាព្រលឹងគ្មានរូបរាងឯណាបញ្ហាភាគច្រើននៅលើលោកនេះឲ្យតែវៃបំបីក្បាលវាបានគឺដោះស្រាយបានទាំងអស់បើឯងធ្វើបែបហ្នឹងប្រកាសជាស្លាប់ខ្លួនឯងមិនខានឡើយម្ចាស់វិមានសត្វមាធំសម្លឹងមើលទៅជុំមយងទាំងញញឹមស្ងួតរួចពោលសួរទាំងសម្ដែងក្តីបារម្ភបន្តិចបន្តួចទោះបីជាខ្ញុំជាអ្នកនាំពួកឯងមកដល់ទីនេះក៏ដោយតែតើឯងពិតជាមិនអីទេហ៎ជុំមយងក្តាប់ដៃស្រែកតបទៅវិញយ៉ាងជឿជាក់មិនអីទេខ្ញុំខ្លាំងជាងអ្វីដែលលោកឃើញឆ្ងាយណាស់ម្ចាស់វិមានសត្វមាធំសើចឡើងយ៉ាងធំរួចពោលពាក្យឌឺដងទៅកាន់ជុំមយងទាំងសប្បាយចិត្តមានទំនុកចិត្តបែបនេះបងប្អូនធូរចិត្តហើយចាំបងប្អូនទទួលខុសត្រូវរៀបចំពិធីបុណ្យសពឲ្យឯងយ៉ាងកក្រឹកក្រែងបំផុតជុំមយងក្តាប់ដៃទាំងពីរចូលគ្នាខ្លាំងរួចស្រែកតវ៉ាយ៉ាងខឹងសម្បានិងប្រកាសក្តែងពីបំណងរបស់ខ្លួនប្រសិនបើអាសត្វទេរឆាននឹងមិនស្គាល់ថានរណាជាទីប្រឹក្សាធំទេហើយហ៊ានតែវាប្រហារមកខ្ញុំនឹងយកវាមកធ្វើស៊ុបពោះមិនខានម្យ៉ាងទៀតស្បៀងអាហារនៅក្រុងខុនមិញមើលទៅមិនសូវសម្បូរផងបើចាប់ឲ្យមួយក្បាលនឹងបានមនុស្សមួយក្រុងប្រកាសជាមានអីហូប 3-4 ថ្ងៃមិនខានបាយឆន់ធ្វើមុខស្អុយប៉ែតទាំងអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលបានលើកគំនិតរបស់ជុំមយងជាដំណោះស្រាយដ៏អស្ចារ្យមែនសមជាទីប្រឹក្សាធំជគលៀងពិតមែនហើយជុំមយងរៀបនឹងស្ទុះរត់តម្រង់ទៅមុខប៉ុន្តែបាយឆន់ប្រញាប់លាតដៃខាត់និងស្រែកហាមភ្លាមតោះខ្ញុំទៅឈប់សិនអាយ៉ាហេតុអីបាយឆន់សួរទៅកាន់ម្ចាស់វិមានសត្វមាធំដើម្បីបញ្ជាក់ពីទីតាំងពិតប្រាកដដោយក្តីសង្ឃឹមថាប្រហែលជាមិនបាច់ប្រឈមមុខជាមួយសត្វពស់យក្សនោះឡើយលោកម្ចាស់វិមានសត្វប្រាប់ពួកយើងបានទេថាតើឱសថទឹករាជិនីនៅទីតាំងណាឲ្យប្រាកដរឿងនឹងមិនពិបាកទេម្ចាស់វិមានសត្វមាធំចង្អុលបង្ហាញទៅកាន់ទិដ្ឋភាពផ្ទៃទឹកនៃស្រះអាទិទេពដែលមានរុក្ខជាតិតូចៗដ៏លម្អនៅតាមច្រាំងតើពួកឯងឃើញផ្កាពណ៌សដែលដុះនៅលើច្រាំងថ្មបាក់ក្បែរមាត់ទឹកនោះទេដើមរុក្ខជាតិឱសថដែលមានផ្កាពណ៌សស្រស់ស្អាតដុះជ្រងច្រាំងយ៉ាងត្រកាលនៅចន្លោះស្លឹកបៃតងស្រស់ក្បែរមាត់ទឹកនៃស្រះអាទិទេពនោះហើយជាឱសថទៅវិញ្ញាណបាយឆន់ប្រញាប់ចាប់ស្មារបស់ជុំមយងរួចរំលឹកដោយក្តីបារម្ភយ៉ាងខ្លាំង
ជុំយងការយកឈ្នះនាគច្រឡំការយកឈ្នះពស់នោះមិនមែនជារឿងសំខាន់បំផុតទេប្រសិនបើដើមឱសថនោះត្រូវខូចខាតក្នុងពេលប្រយុទ្ធគឺរលាយទាំងអស់ហើយជុំយងងាកមកមើលរៀមច្បងទាំងទឹកមុខប្រកបប្រជាខ្ញុំដឹងហើយជុំយងទាញដាវវែងចេញពីស្រោមយ៉ាងរហ័សពន្លឺលោហៈចាំងភ្លេចឆ្លុះខ្យល់យ៉ាងត្រកាលត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធគេក្រវីដាវបង្វិលជាចាក់ចលនាពន្លឺពណ៌ស្យ៉ាងស្ទាត់ជំនាញខ្យល់ដាវបក់បោកយ៉ាងខ្លាំងជុំវិញខ្លួនបង្ហាញពីថាមពលប្រយុទ្ធមិនធម្មតាជុំយងលើកដាវពិនិត្យមើលមុខដាវយ៉ាងផ្ទៀងផ្ទាត់ដោយស្នាមញញឹមជឿជាក់លើអាវុធក្នុងដៃសមជាដាវឯកឆ្នើមរបស់ត្រកូលតាំងពិតមែនទម្ងន់ក៏សមរម្យហើយលំនឹងដាវក៏ល្អខ្លាំងទៀតគេបញ្ចេញស្នាមញញឹមឌឺដងនិងពេញដោយកំហឹងប្រយុទ្ធខណៈពេលដែលរៀបចំអេរយាប័តវាយប្រហារមិនថាអាសត្វនោះវាកាចសាហាវប៉ុណ្ណាក៏ដោយវានៅតែជាសត្វធាតុដដែលនឹងជុំយងស្ទុះលោតបុកដីយ៉ាងខ្លាំងបញ្ចេញថាមពលរញ្ជួយដីរួចហោះហើរឡើងទៅលើអាកាសយ៉ាងលឿនស្លេវធ្វើឲ្យក្រុមបកហួសាននិងម្ចាស់វិមានសត្វបើកភ្នែកធំធំសម្លឹងមើលទាំងរន្ធត់ចិត្តលើកនេះខ្ញុំទៅមែនតែនហើយរាងកាយរបស់ជុំយងហោះរំលងផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃស្រះអាទិទេពដោយមានដាវពន្លឺចាំងភ្លេចនៅក្នុងដៃតម្រង់ឆ្ពោះទៅកាន់គោលដៅយ៉ាងក្លាហានគេទម្លាក់ខ្លួនចុះមកក្រោមវិញយ៉ាងស្រាលស្រទន់ដូចជាស្លាបអាស័យទុំលើមែកឈើដោយខ្សែភ្នែកសម្លឹងមើលទៅផ្ទៃទឹកដោយប្រុងប្រយ័ត្នប្រដាប់ជើងរបស់ជុំយងប៉ះចុះលើស្មៅទន់ល្មើយក្បែរមាត់ទឹកយ៉ាងច្បាស់ដោយមិនបង្កើតសំឡេងរំខានឬរលកទឹកឡើយជុំយងមិនទៀបខ្លួនប្រុងជើងលួចដើរតម្រង់ទៅមុខបន្តិចម្ដងទៅភ្នែកសម្លឹងមើលទៅផ្ទៃទឹកនិងមាត់ច្រាំងទាំងបេះដូងលោតញាប់ល្អណាស់វាមិនទាន់ចេញមកទេមែនទេជុំយងមិនទៀបខ្លួនដើរយ៉ាងស្ងាត់ស្ងៀមតាមបណ្ដោយច្រាំងថ្មដោយប្រុងប្រយ័ត្នគ្រប់ជំហានដើម្បីជៀសវាងការបង្កើតសំឡេងរំខានដល់សត្វអសេរពិសដែលកំពុងសំងំក្នុងទឹកគេខំមាត់សញ្ជឹងគិតក្នុងចិត្តយ៉ាងល្អិតល្អន់ត្រូវគិតមើលឲ្យច្បាស់សិនបេសកកម្មសំខាន់របស់អញនៅពេលនេះមិនមែនជាការមកវាយប្រយុទ្ធជាមួយសត្វពស់នោះទេប៉ុន្តែគឺដើម្បីប្រមូលយកឱសថទៅរាជនីឲ្យបានគេសម្លឹងមើលទៅបណ្ដុំដើមឱសថទឹកដែលកំពុងរីកស្ពាំងស្ពាយនៅចម្ងាយមិនឆ្ងាយប៉ុន្មានគេរំកិលខ្លួនយ៉ាងប្រុងប្រយ័ត្នសម្ដៅទៅរកទីនោះដោយបន្តសញ្ជឹងគិតក្នុងចិត្តត្រូវតែប្រមូលយកឱសថទឹកនេះឲ្យបានរៀបរយជាមុនសិនបន្ទាប់ពីនោះទើបគិតគូររឿងវាយប្រយុទ្ធឬយកអាសត្វធាតុនោះធ្វើជាស៊ុបពោះតាមក្រោយរាងកាយតូចច្រឡឹងរបស់ជុងមយងរំកិលខ្លួនបន្តិចម្ដងនៅលើវាលស្មៅបៃតងក្បែរមាត់ទឹកយ៉ាងមានលំនឹងដោយព្យាយាមកាត់បន្ថយការចាប់អារម្មណ៍ពីសត្វអសេរពិសក្នុងស្រះដើរឲ្យប្រយ័ត្នបំផុតកុំឲ្យវាដឹងខ្លួនឲ្យសោះគេបន្តឡើងតាមច្រាំងថ្មយ៉ាងស្ទាត់ជំនាញដោយប្រើដៃនិងជើងទប់លំនឹងខ្លួនយ៉ាងរហ័សនិងស្ងាត់ស្ងៀមបំផុតលោកទីប្រឹក្សាធំជុំមយងលុតជង្គង់ចុះយ៉ាងស្រាលស្រទន់នៅចំពោះមុខចង្កោមដើមឱសថទឹករួចសម្លឹងមើលផ្កាពណ៌ស្រស់ស្អាតទាំងនោះដោយខ្សែភ្នែកពេញចិត្តគេលាតដៃទាំងពីរជួយជ្រែងត្រដីនិងឫសនៃដើមឱសថទឹកនោះឡើងមកយ៉ាងថ្នមដើម្បីការពារកុំឲ្យខូចខាតដល់មើមនិងស្លឹករបស់វាដំបូងត្រូវជីកដកដើមមួយនេះចេញមកសិនរំពេចនោះសំឡេងទឹកបក់យ៉ាងខ្លាំងក្លាបានលាន់ឮឡើងពីខាងក្រោយខ្នងរបស់ជុំមយងធ្វើឲ្យគេភ្ញាក់ព្រឺតនិងកកស្ទើរតែដកដង្ហើមមិនរួចផ្ទៃទឹកនៃស្រះអាទិទេពបានផ្ទុះឡើងជាថ្មីម្ដងទៀតរលកទឹកធំបាញ់ឡើងទៅលើអាកាសយ៉ាងខ្ពស់បង្កើតបានជាទិដ្ឋភាពគួរឲ្យរន្ធត់ចិត្តនៅក្បែរច្រាំងថ្មដែលជុំមយងកំពុងឈរជុំមយងអស់សំណាចទាំងស្រួលបំពង់ករួចងាកក្បាលមើលទៅខាងក្រោយបន្តិចក៏ងាកជក់ផ្ទៃមុខដោយអារម្មណ៍តក់ស្លុតជាខ្លាំងវាមិនទាន់មកទេមែនទេស្រមោលខ្មៅងងឹតដ៏ធំសម្បើមនៃសត្វពស់ថ្លាន់ឈាមសកាមឹកបានស្ទុះត្រដែតឡើងពីបាតស្រះយ៉ាងខ្ពស់ស្កឹមស្កៃគ្របដណ្ដប់លើផ្ទៃមេឃនិងរាងកាយតូចច្រឡឹងរបស់ជុំមយងដែលកំពុងអង្គុយក្បែរមាត់ច្រាំងស្រមោលខ្មៅងងឹតដ៏ធំសម្បើមនៃក្បាលសត្វពស់ថ្លាន់ឈាមសកាមឹកអណ្ដែតត្រដែតឡើងពីផ្ទៃទឹកយ៉ាងស្ងៀមស្ងាត់ខណៈដែលដំណក់ទឹកទៀតបែកជាផ្សែងអាពាហ៍ពេញបរិយាកាសជុំមយងសញ្ជឹងគិតយ៉ាងលឿនក្នុងចិត្តបើចង់បានចឹងជុំមយងលុតជង្គង់នៅលើវាលស្មៅកាន់ដើមឱសថទឹកនៅក្នុងដៃយ៉ាងតឹងខណៈដែលដំណក់ទឹកពីលើមេឃស្រោចស្រពមកលើរាងកាយរបស់គេបើកភ្នែកធំទាំងអស់សង្ឃឹមនិងភ្ញាក់ផ្អើលជាខ្លាំងវក់វីអស់ហើយអញកែវភ្នែកពណ៌ក្រហមឆ្អិនឆ្អៅទាំងគូរបស់សត្វពស់យក្សបញ្ចេញពន្លឺគួរឲ្យព្រឺតព្រួលចេញពីក្នុងអាប់ក្រាស់ដោយសម្លឹងមើលចុះមកក្រោមត្រង់មកកាន់រាងកាយតូចច្រឡឹងរបស់ជុំមយងដោយគ្មានព្រិចភ្នែកឡើយសត្វពស់ថ្លាន់ឈាមស្រកាមឹកបើកមាត់ដ៏ធំល្វឹងល្វើយរបស់វាឡើងរំលេចឲ្យឃើញធ្មេញស្រួចស្រាវនិងចង្កូមអាសេរពិសគួរឲ្យតក់ស្លុតត្រៀមនឹងលេចត្របាក់អ្វីទាំងអស់ជុំមយងព្យាយាមសម្រួលស្ថានភាពទាំងញើសជក់ផ្ទៃមុខចាំបន្តិចសិនចាំអញដកដើមការនេះរួចសឹមពួកយើងនិយាយគ្នាមិនបានទេអីសត្វពស់យក្សមិនខ្វល់ពីពាក្យសម្ដីឡើយវាស្ទុះបុកក្បាលចុះមកក្រោមយ៉ាងលឿនស្លេវសម្ដៅទៅរកមាត់ច្រាំងដែលជុំមយងអង្គុយនៅជុំមយងកិច្ចខ្លួនទាំងលោតញាប់ជើងឆ្វេងស្ដាំផ្សែងនៃស្មៅភ្នំបែកប្រេឆាតាមទិសដៅដែលក្បាលសត្វពស់ស្ទុះបុកជុំមយងស្ទុះលោតគេចចេញពីការវាយប្រហារនោះទាំងអារម្មណ៍កំហឹងនិងសោកស្ដាយជាខ្លាំងអញឈួតមែនដែលទៅនិយាយជាមួយសត្វពស់កើតនោះរាងកាយរបស់ជុំមយងលោតផ្លោះកណ្ដាលអាកាសយ៉ាងស្ទាត់ជំនាញដោយដកដាវវែងចេញពីស្រោមមកកាន់នៅក្នុងដៃយ៉ាងតឹងរួចសម្លឹងមើលទៅក្បាលសត្វពស់យក្សនោះដោយកែវភ្នែកពោពេញដោយកំហឹងប្រយុទ្ធទោះជាឯងជាសត្វបិសាចកាយសាហាវយ៉ាងណាក៏ដោយក៏នៅតែជាសត្វធាតុដដែលនឹងគេក្រវីដាវបញ្ចេញថាមពលប្រយុទ្ធយ៉ាងខ្លាំងក្លាខ្យល់ដាវបក់បោកបង្កើតជាពន្លឺចាំងភ្លេចមុននឹងស្ទុះតម្រង់ឆ្ពោះទៅរកសត្វពស់យក្សនោះទាំងគ្មានការភ័យខ្លាចឡើយអាទំហំប៉ុណ្ណឹងទោះជាអញធ្លុះភ្នែកវាក៏ត្រូវតែចំដែរជុំមយងស្រែកឡើងយ៉ាងខ្លាំងក្លាខណៈដែលថាមពលដាវពណ៌ខៀវស្ងាត់បានផ្ទុះឡើងចេញពីចុងដាវរបស់គេគ្របដណ្ដប់លើផ្ទៃអាកាសរៀបនឹងកាប់សម្លាប់សត្វពស់យក្សនោះអាសត្វស្ពឹកស្រពុនមុខដាវប្រកបដោយថាមពលប្រយុទ្ធដ៏ខ្លាំងក្លារបស់ជុំមយងបានស្ទុះទៅបុកប៉ះនឹងស្បែកស្រកាដ៏រឹងមាំរបស់សត្វពស់ថ្លាន់ឈាមស្រកាមឹកយ៉ាងពេញទំហឹងប៉ុន្តែជំនួសឲ្យការមុតកាត់ស្បែកសត្វបិសាចនោះមុខដាវដៃថែបបែកជាបែកបាក់ខ្ចាត់ខ្ចាយជាចំអាមតូចកណ្ដាលអាកាសទៅវិញ
ជុំម្យងបើកភ្នែកធំៗទាំងរន្ធត់ចិត្តនិងស្រឡាំងកាំងជាខ្លាំងនៅពេលដែលឃើញអាវុធនៅក្នុងដៃរបស់ខ្លួនត្រូវបាក់បែកគ្មានសល់នៅចំពោះមុខឯគេនៅក្នុងគំនិតរបស់ជុំម្យងរូបភាពលោកមេគ្រួសារតាំងដែលប្រគល់ដាវឲ្យគេនាពេលកន្លងមកបានលេចឡើងវិញដោយមេគ្រួសារតាំងបានលើកត្រដាវនោះដោយដៃទាំងពីររួចពោលពាក្យយ៉ាងប្រកបប្រជានេះជាដាវមរតកដ៏មានតម្លៃដែលបានបន្សល់ទុកក្នុងគ្រួសារតាំងជាច្រើនជំនាន់មកហើយខ្ញុំសូមប្រគល់វាជូនលោកដើម្បីជាតំណាងនៃចំណងមិត្តភាពរបស់យើងសូមប្រើប្រាស់វាឲ្យបានល្អផងជុំម្យងខឹងសម្បាយ៉ាងខ្លាំងរហូតដល់លានអណ្ដាតនិងស្រែកឡើងពេញទំហឹងដោយក្តីក្តៅក្រហាយក្នុងចិត្តមរតកស្អីគេអាបោកប្រាស់ជុំម្យងស្ទុះលោតចុះមកទប់លំនឹងលើដីវិញយ៉ាងរហ័សទាំងកាន់ដងដាវដែលបាក់គ្មានមុខដាវនៅក្នុងដៃរួចស្រែកជេរប្រមាថទាំងកំហឹងមិនទាន់បាត់អាមេគ្រួសារចង្រៃនោះភូតភរអញច្បាស់យកដាវដែលសូម្បីតែកាត់ស្បែកពោះមិនដាច់ផងមកបោកអញថាជាដាវមរតករវាងពេលដែលជុំម្យងកំពុងតែខឹងសម្បាសត្វពស់ថ្លាន់ឈាមស្រកាមឹកបានរំកិលក្បាលដ៏ធំរបស់វារួចក្រវិកពុតពេនខ្លួនបង្កើតជាសម្លេងក្រវ៉ាត់ឆ្អឹងកលន់លើពេញផ្ទៃអាកាសស្ដែងពីកំហឹងនិងការត្រៀមខ្លួនវាយប្រហារជុំម្យងងាកមកមើលសត្វពស់យក្សនោះរួចបញ្ចេញស្នាមញញឹមឌឺដងនិងស្ញែងធ្មេញតបទៅវិញកាច់ក៏ហេះកាលពីមុនអញក៏ចូលចិត្តធ្វើចរិតកាច់ក៏ចឹងដែរអាសត្វមួយក្បាលនេះចរិតកាច់សាហាវមិនអន់ដែរតាជុំម្យងឈរទប់ចំហនៅចំពោះមុខរាងកាយដ៏ខ្ពស់ស្កឹមស្កៃរបស់សត្វពស់យក្សរួចព្យាយាមសម្រួលនិងនិយាយចរចាជាមួយវាអញគិតថាឯងច្បាស់ជាស្ដាប់ភាសាមនុស្សមិនយល់ទេប៉ុន្តែតើពួកយើងអាចចាំវាយគ្នាតាមសម្រួលបន្ទាប់ពីអញទៅដូរដាវថ្មីមួយទៀតមកសិនបានទេក្បាលដ៏ធំសម្បើមរបស់សត្វពស់ថ្លាន់ឈាមស្រកាមឹកបានអោនតម្រង់ចុះមកក្រោមដោយកែវភ្នែកពណ៌ក្រហមឆ្អិនឆ្អៅសម្លឹងមើលទៅជុំម្យងយ៉ាងត្រជាក់ស្រែកនិងលៀនអណ្ដាតវែងអន្លាយចេញមកក្រៅដោយគ្មានបំណងចង់ដកថយឡើយឃើញសភាពមិនស្រួលជុំម្យងប្រញាប់បត់ជង្គង់បន្ទាបខ្លួនចុះដល់ដីទាំងញើសជក់ផ្ទៃមុខរួចនិយាយបន្ធូរអារម្មណ៍ទាំងញ័រមាត់ឬមួយក៏ពួកយើងមិនបាច់ប្រយុទ្ធគ្នាតែម្ដងទៅក៏បានដែរតើមែនទេ